នេះគឺជាខ្លោងទ្វារតាកៅគឺជាខ្លោងទ្វារដែលគេទៅតែជួសជុលហើយទៅបងប្អូនប៉ុន្តែខ្លោងទ្វារនេះគឺថាសម្រស់ស្រស់ស្អាតខ្លាំងមែនទែនបើបងប្អូនដែលចង់ថតរូបហើយចង់បានខ្លោងទ្វារដ៏ស្អាតបងប្អូនមកខ្លោងទ្វារតាកៅបងប្អូនអង្គុយថតពីពេលខាងជើងនៅពេលដែលព្រះអាទិត្យរៀបលេចបងប្អូនមានបាញ់ចូលមកហើយយើងធ្វើពេលយើងថតរូបទៅចេញមកខ្លោងទ្វារចេញមកពណ៌មាសស្អាតខ្លាំងមែនទែនបងប្អូនប៉ុន្តែខ្ញុំអត់បានទៅថតនៅពេលដែលមានថ្ងៃរះទេដោយសារតែនៅមួយខាងទៀតហ្នឹងគេមានគេថតរូបច្រើនហើយខ្ញុំថតពីខាងត្បូងវាធ្វើឲ្យបាំងព្រះអាទិត្យហើយនៅថ្ងៃនេះព្រះអាទិត្យអត់សូវរះដែរបងប្អូនចង់ថតរូបស្អាតមកថ្ងៃដែលមានព្រះអាទិត្យរះគឺថាខ្លោងទ្វារយើងឡើងទៅខាងលើបងប្អូនឡើងទៅខាងលើបានគេអត់ថាអីទេយើងឡើងទៅអង្គុយខាងលើទៅមិននៅលើខ្លោងទ្វារទេគេមានកន្លែងគេឲ្យយើងអង្គុយហើយយើងហាមគេក៏ហាមយើងអត់ឲ្យចូលទៅខាងលើពេកដែរអញ្ចឹងយើងអង្គុយនៅកន្លែងគេដាក់នេះដូចជាកន្លែងនេះបាទគេដាក់ឲ្យចូលតែយើងអាចអង្គុយនៅខាងក្រៅនឹងបានយើងអាចថតរូបមកយ៉ាងស្រស់ស្អាតចំខ្លោងទ្វាររូបព្រំធំស្អាតមែនទែនបងប្អូនហើយខ្លោងទ្វារនេះគេទើបតែធ្វើហើយទេពីមុនមានព្រៃមានដើមឈើអីពេញហ្នឹងប៉ុន្តែដល់តើគេជិះចូលហើយមានថាស្អាតមែនទែនខ្លោងទ្វារនេះស្អាតហើយខ្លោងទ្វារនេះគឺយើងធ្វើដំណើរពីប្រាសាទបាយ័នមកហើយយើងឃើញផ្លូវមួយមកខាងលិចតែយើងមកហើយបើយើងនិយាយពីខ្លោងទ្វារខ្មោចគឺនៅខាងកើតប៉ុន្តែខ្លោងទ្វារតាកៅគឺនៅខាងលិចយើងជិះឈៀងខាងលិចចូលមកនឹងឃើញខ្លោងទ្វារតាកៅហើយនៅខាងក្រៅនៅពេលដែលយើងចេញទៅគឺនៅទៅដល់ឃុំផ្សេងរបស់អ្នកស្រុកនៅខាងក្រៅទៀតផ្លូវចេញខាងក្រៅក៏ស្អាតដែរមើលទៅស្អាតមែនទែនពេលដែលយើងជិះចូលមកយើងថតឃើញថាខ្លោងទ្វារនេះគឺស្អាតចឹងអីវ៉ាន់ឬអីគេមិនចាំបានបាទសោកស្ដាយនៅពេលដែលខ្ញុំទៅថ្ងៃអត់សូវរះល្អហើយថតអត់សូវច្បាស់បងប្អូនដែលចង់ទៅថ្ងៃដែលមានថ្ងៃរះល្អណាពេលដែលយើងថតចេញមកខ្លោងទ្វារដូចមាសតែម្ដងនឹងឃើញបងប្អូនម្នាក់គាត់ធ្វើវីដេអូស្អាតមែនទែនអរគុណបងប្អូនសូមទៅលេងជាមួយនឹងគ្នាហើយថតផ្សាយពីប្រាសាទខ្មែរយើងឲ្យបានច្រើនអរគុណបងប្អូន